ល្ខោនបុរាណជាកេរដំណែលសិល្បៈប្រពៃណីរបស់ប្រជាជនហើយជាទម្រង់សិល្បៈល្ខោននាដកម្មមួយបែបរបស់កម្ពុជាដែលមានប្រវត្តិយូរលង់និងមានប្រភពចេញពីជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ល្ខោនបុរាណនេះមានលក្ខណៈប្រជាប្រិយនិងជាទូទៅត្រូវបានសម្ដែងនៅតាមទីវត្តអារាមឬក្នុងពិធីបុណ្យផ្សេងៗនៅតាមភូមិស្រុកអ្នកពិសេសដែលធ្វើឲ្យខុសប្លែកពីទម្រង់ល្ខោនដទៃទៀតត្រង់ការពោលនិងការសន្ទនាពីព្រោះមានអ្នកពោលស្រីម្នាក់ឬច្រើនអ្នកជាអ្នកនិទានសាច់រឿងអត្ថាធិប្បាយពីឈុតឆាកនិងអារម្មណ៍របស់តួអង្គទន្ទឹមនឹងនេះតួអង្គដែលកំពុងសម្ដែងក៏មានការសន្ទនាដោយផ្ទាល់មាត់ផងដែរការលាយរវាងការនិទាននិងការសន្ទនាធ្វើឲ្យសាច់រឿងមានភាពរស់រវើកនិងងាយស្រួលយល់ក្រាបទូលព្រះអង្គខ្ញុំម្ចាស់មិនស្រឡាញ់ព្រះអង្គទេព្រះអង្គឆាប់យាងទៅវិញទៅបងមកដល់ទីនេះហើយបងមិនបើត្រឡប់ទៅវិញទេណាអូនឲ្យតែអូនព្រមស្រឡាញ់បងទៅណាអូនទេព្រះអង្គព្រឹទ្ធាចារ្យកិនយិនប្រសូតថ្ងៃទី15ខែមករាឆ្នាំ1932នៅភូមិទួលថ្នោតឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលលោកយាយមានអាយុ93ឆ្នាំត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីប្រោសប្រទានគោរមងារជាព្រឹទ្ធាចារ្យគរុនាតិកាកិនយិនបច្ចុប្បន្នរស់នៅភូមិពោឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលចំពោះការសិក្សាលោកយាយពុំបានចូលរៀនឡើយគឺចេះតែរាំប៉ុណ្ណោះដែលមានជំនាញជាតួអង្គយក្សនៅក្នុងល្ខោនបុរាណដែលបច្ចុប្បន្នគេនិយមហៅល្ខោនពោលស្រីលោកយាយបានរៀនជំនាញនេះដោយមានការជំរុញពីចេតារបស់លោកយាយឈ្មោះលោកតាអ៊ុននិងលោកតាគង់ដោយចូលហាត់ជាតួយក្សនៅក្នុងក្រុមល្ខោនវត្តគៀនស្វាយក្រៅមានចាស់ទុំក្នុងក្រុមល្ខោនជាគ្រូបង្ហាត់ដោយមានទឹកចិត្តស្រឡាញ់និងជាប់ឈាមជ័រជាអ្នកល្ខោនផងនោះលោកយាយបានចូលរៀនផ្នែកល្ខោនបុរាណនេះតាំងពីលោកយាយមានអាយុ12ឆ្នាំរហូតដល់អាយុ23ឆ្នាំទើបអាចចេញសម្ដែងបានសប្តាហ៍ថ្ងៃលោកយាយជាគ្រូបង្ហាត់ក្បាច់រាំទម្រង់ល្ខោនបុរាណជំនាញតួយក្សក្នុងក្រុមល្ខោនវត្តគៀនស្វាយក្រៅក្រោយសម័យសង្គ្រាមលោកគ្រូចិននៀកជាគ្រូនៅសាលាវិចិត្រសិល្បៈបានជំរុញនិងជួយបណ្ដុះបណ្ដាលជំនាញនេះបន្ថែមទៅលោកយាយនិងនាំយកក្រុមល្ខោនលោកយាយមកចូលរួមសម្ដែងក្នុងមហោស្រពជាតិរហូតធ្វើឲ្យក្រុមល្ខោនវត្តគៀនស្វាយក្រៅនេះល្បីដល់សព្វថ្ងៃអូយឥឡូវហ្នឹងមកហាត់សកលខ្ញុំ28នាក់ឥឡូវនៅតែ2នាក់ហ្នឹងក្បាក់កសាច់អស់លីងហើយខាងខ្ញុំហ្នឹងលខោនឹងតាំងពីចំនួនតាទួតទៅខាងខោនោះប៉ុន្តែថាប្រុសឯណាមកដល់បានមួយចំនួនខ្ញុំសើស្រីឪពុកម្ដាយខ្ញុំអត់មានថៃសោះគាត់បដោយតាមកូនកូនចង់ទៅចាអូយខ្ញុំនេះចាំងយកដៃយកជើងនៅផ្ទះបានហើយឲ្យតែពើបាយហ្នឹងទៅហើយទៅមុនគេមុនឯងទៀតនៅក្នុងទម្រង់នេះលោកយាយចេះរាំចេះច្រៀងនិងចេះពោលព្រមទាំងដឹកនាំរឿងផងចំពោះសាច់រឿងដែលត្រូវសម្ដែងលោកយាយមានប្រសាសន៍ថាសម្ដែងតាមសាច់រឿងដែលបានបន្សល់ទុកក្នុងក្រាំងសល់តាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះមុនការចាប់ផ្ដើមសម្ដែងមានការរៀបចំអាសនៈសម្រាប់រំលឹកគុណគ្រូលេងភ្លេងថ្វាយគ្រូនិងឲ្យការសម្ដែងបានសមនិងសូមឲ្យតួអង្គសម្ដែងបានសុខសប្បាយផងលោកយាយបានបង្រៀនជំនាញនេះដល់អ្នកបន្តវេនជំនាន់ក្រោយដែរបច្ចុប្បន្នលោកយាយបានបង្រៀនក្បាច់យក្សដល់ឈ្មោះនាងធីមនៅជិតផ្ទះឲ្យស្នងតួយក្សអាចរាំជំនួសលោកយាយបានព្រះឯងឆាប់នាំមន្ត្រីយើងទៅលេងសួនឲ្យបានមួយថ្ងៃណាទៅរៀនជាប្រាប់ទូលក្រៅពីនោះបន្ទាប់ពីសិស្សនៅតាមសាលារដ្ឋទំនេរពីការសិក្សាលោកយាយបានបង្ហាត់សិស្សទាំងនោះនៅទីកន្លែងរោងហាត់រៀនដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសាងសង់ឲ្យនៅជាប់ផ្ទះអ្នកស្រុកតែម្ដងលោកយាយបានបន្សល់ទុកស្នាដៃជាច្រើនក្នុងការសម្ដែងនិងដឹកនាំសម្ដែងនានា
ខោនបុរាណគឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីប្រពៃណីនិងរឿងរ៉ាវរបស់សង្គមខ្មែរវាជាទម្រង់សិល្បៈមួយដែលរស់រវើកនិងមានភាពជិតស្និទ្ធជាមួយប្រជាជនការអភិរក្សនិងលើកស្ទួយល្ខោនបុរាណតាមរយៈការគាំទ្រដល់ព្រឹទ្ធាចារ្យនិងជំរុញឲ្យយុវជនជំនាន់ក្រោយចូលរួមគឺជាកាតព្វកិច្ចដ៏សំខាន់ដើម្បីរក្សាដួងព្រលឹងនៃសិល្បៈប្រពៃណីនេះកុំឲ្យបាត់បង់